សួស្តីបាទវិភាគទាំងអស់គ្នាបាទជួបជាមួយខ្ញុំបាទទេបាទ Pro My Cambodia ថ្ងៃនេះខ្ញុំបាទនឹងមានចំណេះដឹងថ្មីមួយទៀតបាទដើម្បីចែករំលែកដល់បងប្អូនបាទដែលមានបងប្អូន comment មកសួរខ្ញុំថាតើខ្ញុំបាទចេះភាសាហ្នឹងហើយចេះភាសាថៃដោយរបៀបណាហ្នឹងហើយឬមួយក៏ចេះភាសាអង់គ្លេសបាទហ្នឹងហើយក៏ពិតខ្ញុំមិនចេះទេបងប្អូនបាទហ្នឹងហើយពីខ្ញុំចេះតែខ្មែរទេបងប្អូនបាទហ្នឹងហើយដោយសារតែខ្ញុំមានកម្មវិធីមួយហ្នឹងហើយដែលអាចជួយដល់ខ្ញុំមកខ្ញុំបានតប comment របស់បងប្អូនបរទេសបានដោយងាយបាទហ្នឹងហើយដូច្នេះចង់ដឹងថាវិធីបកប្រែភាសាខ្មែរទៅជាភាសាបរទេសទូទាំងពិភពលោកបាទហ្នឹងហើយតែយើងធ្វើដោយរបៀបណាហ្នឹងហើយងាយទេបងប្អូនបាទដូច្នេះចង់ដឹងថារបៀបបកប្រែ comment នៅតាម chat នៅតាម Facebook ឬមួយក៏នៅតាម YouTube ឬមួយក៏ក្នុងកម្មវិធី TikTok ផ្សេងៗបាទដូច្នេះចង់ដឹងថាវិធីកម្មវិធីបកប្រែនោះជាកម្មវិធីអ្វីហើយធ្វើដោយរបៀបណាតោះមករៀនធ្វើហើយមកតាមដានជាមួយខ្ញុំទាំងអស់គ្នា Let's go បាទដំបូងបងប្អូនចូលក្នុង Play Store មកហ្នឹងហើយសម្រាប់កម្មវិធីនេះគឺទូរស័ព្ទរបស់បងប្អូនខ្លះគឺមានបងប្អូនបាទហ្នឹងហើយសម្រាប់បងប្អូនខ្លះគឺគាត់អត់មានហ្នឹងហើយបងប្អូន search ពាក្យច្រើនហៅ chat បាទបងប្អូនបាទហ្នឹងហើយចូលមកហើយខ្ញុំឧទាហរណ៍មួយចោះហ្នឹងហើយខ្ញុំចូលទៅផុសរូបបាទហ្នឹងហើយពេលគេផុសរូបទៅយើងចង់ comment ជាភាសាអង់គ្លេសក៏បានជាភាសានឹងជាភាសារបស់គេបងប្អូនបាទហ្នឹងហើយដូចជាឃើញជនបរទេសផុសអីយើងដាក់ជាភាសាគេហ្នឹងហើយចុចត្រី3ហើយបងប្អូនចុចកន្លែងបកប្រែនេះមកហ្នឹងហើយ
សេតាមគេមកគេចង់និយាយមកយើងហ្នឹងហើយគេសួរយើងពីវ័យខ្ញុំអត់ចេះទេបងប្អូននិយាយតាមត្រង់បាទហើយយើងកត់ទុកមកយើងមកសរសេរបកប្រែមកហ្នឹងនោះយើងនឹងតបទៅគេវិញហ្នឹងហើយបងប្អូនចុចឲ្យកន្លែងបកប្រែនេះមកហើយខ្ញុំដាក់បងប្អូនបាទដើម្បីផ្ដល់កម្លាំងចិត្តឲ្យខ្ញុំបាទមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតផងបាទហ្នឹងហើយចុងក្រោយសូមអរគុណច្រើនសូមជូនពរបងប្អូនមានសុខភាពល្អសំណាងល្អរស់ស៊ីទូទានបានគ្រប់គ្នាបាទអរគុណច្រើនបាយបាយ